អាមេរិកប្រមូលជើងខ្លាំងចេញមកអស់ហើយនៅពេលនេះចាំអ៊ុតមើលថាតើអាចកើតឡើងដែរឬទេជិតដល់ម៉ោងអាមេរិកវាយប្រហារអេរ៉ុងហើយនៅពេលនេះនេះគឺជាការចេញផ្សាយដែលភ្នែកងារសារព័ត៌មានរយទ័រក្រោយឃើញសញ្ញាចល័តតបនឹងសពីវរបស់អាមេរិកហេតុដូច្នេះសួរថាតើអាវុធអ្វីខ្លះដែលស្ដេចឥន្ទ្រីក្បាលសចម្ពោះស្រួចនឹងត្រូវប្រើប្រាស់ចាក់បំបាក់ចង្គមខ្លាប្រចាំតំបន់មជ្ឈមបូព៌ាមួយនេះអន្តរាគមយោធាអាមេរិកលើអេរ៉ុងអាចនឹងកើតឡើងមិនហួស24ម៉ោងទៀតទេនេះគឺជាការចុះផ្សាយរបស់រយទ័រដែលដកស្រង់ប្រភពចេញពីមន្ត្រីអ៊ីស្រាអែលម្នាក់ដែលបានបង្ហើបឲ្យដឹងនៅក្នុងលក្ខខណ្ឌអនាមិកភ្នាក់ងារសារព័ត៌មានរយទ័រក៏បានចុះផ្សាយផងដែរថាអាមេរិកបានជំនះយោធារបស់ខ្លួនចេញពីមូលដ្ឋានសំខាន់នៅតំបន់មជ្ឈមបូព៌ារួចហើយនៅក្នុងករណីខ្លាចអេរ៉ុងវាយប្រហារសងសឹកគេនៅចាំបានថាកាលពីថ្ងៃអង្គារលោកប្រធានាធិបតីដូណាល់ត្រាំបានប្រាប់ក្រុមបាតកោឲ្យបន្តតវ៉ាទៅមុខទៀតកុំឲ្យឈប់ឲ្យសោះហើយលោកបានលើកទឹកចិត្តថាជំនួយកំពុងតែមុខតាមផ្លូវបណ្ដាហើយកាលពីថ្ងៃច័ន្ទក្រសួងការបរទេសអាមេរិកក៏បានជូនដំណឹងឲ្យពលរដ្ឋអាមេរិកប្រញាប់ប្រញាល់ចាក់ចេញពីអេរ៉ុងជាបន្ទាន់ផងដែរសញ្ញាទាំងនេះគឺបង្ហាញថាការបង្ហើបពីប្រភពខាងលើទំនងជាមិនខុសទេហើយចុះបើការវាយប្រហារកើតឡើងមែនតើសួរថាតើអាមេរិកអាចនឹងប្រើប្រាស់អាវុធអ្វីខ្លះយោងទៅតាមអ្នកវិភាគមួយចំនួនបានលើកឡើងថាការវាយប្រហារអេរ៉ុងលើកនេះមិនដូចការវាយប្រហារអេរ៉ុងអំឡុងសង្គ្រាម12ថ្ងៃជាមួយនឹងអ៊ីស្រាអែលនោះទេដោយការពីពេលនោះមានគោលដៅតែមួយគត់គឺទីតាំងនុយក្លេអ៊ែរហេតុដូច្នេះប្រើតែខ្មោចជ្រែកមេឃ B2 ទម្លាក់គ្រាប់បែកធំបំផុតដោយមានកំពូលសេនាហែហមនិងប្រើត្រឹមតែមីស៊ីល Tomahawk នៅក្នុងប្រតិបត្តិការញញួរសំពងកណ្ដាលអាទៀតជាការស្រេចក៏ប៉ុន្តែលើកនេះគឺជាប្រតិបត្តិការធំដើម្បីផ្ដួលរំលំរបបរបស់លោកអាយ៉ាតូឡាអាលីហ្គាមេនីដោយមានគោលដៅជាច្រើនត្រូវវាយប្រហារដូចជាបន្ទាយយោធាសំខាន់កន្លែងលាក់ខ្លួនរបស់ថ្នាក់ដឹកនាំកំពូលរបស់អេរ៉ុងឬក៏បណ្ដាញនៃកូនចៅនិងក្រុមគ្រួសាររបស់មេដឹកនាំកំពូលរួមជាដើមនោះអីចឹងលោក Carl Shuster ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកអាមេរិកមួយរូបនិងជាអ្នកវិភាគមូលដ្ឋាននៅកោះហាវ៉ៃបានលើកឡើងថាសម្រាប់មូលដ្ឋាននិងទីស្នាក់ការសំខាន់របស់កងឆ្មាំបដិវត្តអ៊ីស្លាមអេរ៉ុងដែលហៅកាត់ថា IRGC គឺអាចវាយប្រហារដោយកំពូលមីស៊ីល Tomahawk ដែលអាចវាយប្រហារគោលដៅច្បាស់ចេញពីនាវាមុជទឹកនិងនាវាចម្បាំងដែលប្រងជើងការរួចជាស្រេចនៅក្បែរអេរ៉ុងជំរឿមីស៊ីលមួយទៀតគឺប្រើជើងខ្លាំង JASM ដែលអាចបំពាក់ក្បាលគ្រាប់ជ្រែកបេតុងទម្ងន់រហូតដល់453គីឡូក្រាមនិងអាចហោះបានចម្ងាយ1000គីឡូម៉ែត្រដោយវាអាចបាញ់ចេញពីកំពូលយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកជាច្រើនប្រភេទមានដូចជាយន្តហោះប្រយុទ្ធ S15, S16 និង S35 និងយន្តហោះទម្លាក់គ្រាប់ដូចជា B1, B2 និង B52 ជាដើមហើយក៏អាចបាញ់ចេញពីយន្តហោះប្រយុទ្ធ SA-18 របស់ទ័ពជើងទឹកអាមេរិកផងដែរក្រៅពីនេះក៏អាចមានប្រើដ្រូនវាយប្រហារផងដែរគណៈអាមេរិកមាននាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងប្រចាំការនៅតំបន់មជ្ឈមបូព៌ារួចជាស្រេចនោះនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលបណ្ដែតខ្លួននៅសមុទ្រចិនខាងត្បូងក៏អាចចេញមកជួយផងដែរហើយអាមេរិកក៏អាចនឹងប្រើមូលដ្ឋានទ័ពអាកាសជាច្រើនរបស់ខ្លួនផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពាក់ឬក៏មូលដ្ឋានទ័ពអាកាសឆ្ងាយផងដែរដើម្បីសម្រេចផែនការនេះក្រុមអ្នកវិភាគបានលើកឡើងបន្តថាការចល័តយន្តហោះចាក់ប្រេងសាំងលើមេឃអាចជាសញ្ញាមួយបង្ហាញថាការវាយប្រហារលើអេរ៉ុងអាចនឹងកើតមាននៅពេលឆាប់ហើយក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ្វីនៅតែអាចប្រែប្រួលបាននៅនាទីចុងក្រោយបើអេរ៉ុងព្រមបន្ទន់ជំហរនោះ